កាលពីមុនអ្នករៀនភាសាចិនឲ្យតែឃើញពាក្យណាថ្មីដឹងតែកត់ទុកអីដោយមិនដឹងថាពាក្យនោះនៅក្នុងកម្រិត ASK ប្រមាណនោះទេរៀនយូរទៅកាន់តែវល់សម្រាប់ពេលបច្ចុប្បន្ននេះគឺគេឡើងរៀនបែបហ្នឹងទៀតហើយគឺគេរៀនតាមស្តង់ដារនៃថ្នាក់ពីកម្រិត1ទៅដល់កម្រិត6ហើយអ្នកដែលគាត់រៀនចប់ដល់កម្រិត6អាចចាត់ទុកថាខ្លាំងហើយបើកន្លែងធ្វើការជាលក្ខណៈក្រុមហ៊ុនស្តង់ដារវិញអ្នកចេះពីកម្រិត ASK 1ដល់កម្រិត ASK 3ឬក៏4ហ្នឹងអាចរកការងារធ្វើបានយ៉ាងស្រួលអញ្ចឹងបើចង់រៀនវគ្គសិក្សាឲ្យត្រូវតាមស្តង់ដារឆាប់ចេះអាចយកទៅប្រើការបានអាចធ្វើការចុះឈ្មោះចូលរៀនតាមរយៈសាលា Xinjiang International Chinese School បានអញ្ចឹងសម្រាប់ថ្ងៃនេះនាងខ្ញុំមានដំណឹងថ្មីចង់ជម្រាបជូនទៅដល់បងឬមួយក៏អូនដែលមានបំណងចង់ពង្រឹងភាសាចិនបន្ថែមសម្រាប់អ្នកចេះខ្លះហើយអាចជ្រើសរើសសិក្សានៅសាលា Xinjiang International Chinese School បានគឺព្រោះតែខាងសាលាគឺជួលគ្រូជនជាតិចិនមកបង្រៀនផ្ទាល់តែម្ដងដូច្នេះសិស្សដែលរៀននៅទីនេះគឺធ្វើឲ្យសិស្សឆាប់ចេះដោយសារតែគ្រូគាត់មានការដាក់ homework ឲ្យសិស្សធ្វើមានទាំងការសរសេរការសន្ទនាហើយនឹងការស្ដាប់ផងដែរនឹងការអានឲ្យត្រូវតាមវេយ្យាករណ៍នៃភាសាចិនផងដែរដែលធ្វើឲ្យសិស្សឆាប់ចេះសន្ទនាបានយ៉ាងលឿនចាប់អារម្មណ៍ចុះឈ្មោះចូលរៀនអាចធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះពេលវេលាគឺទៅមុខរហូតឆាប់សម្រាប់ចុះឈ្មោះចូលរៀនឆាប់ចេះឆាប់ចេញធ្វើការទទួលបានប្រាក់ខែច្រើនតោះឥឡូវនេះយើងចូលទៅរៀនពាក្យថ្មីបន្ថែមទៀតនៅក្នុងសាច់រឿងរបស់យើងបន្ត Let's go 不就是敲鼓弹琴嘛不就是敲鼓弹琴吗វាគ្រាន់តែជាការលេងស្គរនិងហ្គីតាប៉ុណ្ណោះ本王也会本王也会ស្ដេចស្វាខ្ញុំនេះក៏ចេះដែរ不行不行还是太小了不行还是太小了មិនកើតទេវានៅតែតូច经过我这里ជីជី过往这里លោកម្ចាស់ជីជីទីនេះ这里有块大的这里有块大的ទីនេះមានមួយធំ不好熊大他们还在山下面不好熊大他们还在山下面មិនល្អទេខ្លាឃ្មុំធំនិងអ្នកដទៃទៀតកំពុងតែនៅខាងក្រោមភ្នំនៅឡើយ那赶紧追啊ណាការជីងជួយអញ្ចឹងប្រញាប់ដេញតាមភ្លាមទៅ五星好评ការសរសើរផ្កាយ5什么声音什么声音សំឡេងអ្វីទៅ石头石头ថ្ម千万不能醒啊千万不能醒啊សូមកុំភ្ញាក់អី不然五星好评就没了不然五星好评就没了បើមិនដូច្នេះទេការវិតម្លៃផ្កាយ5នឹងត្រូវបាត់បង់ទៅវិញ真么那么晃啊ហេតុអ្វីបានជាញ័រខ្លាំងយ៉ាងនេះ新式摇摇床新式摇摇床ក្រែរំជួយប្រភេទថ្មី可舒缓肌肉可舒缓肌肉អាចបន្ធូរសាច់ដុំ前面路堵住了前面路堵住了ផ្លូវខាងមុខត្រូវបានរារាំងហើយអញ្ចឹងសូមបញ្ជាក់ផងដែរថាសម្រាប់អ្នកដែលគាត់ចង់ពង្រឹងភាសាចិនបន្ថែមមិនថាកម្រិត ASK 1រហូតដល់ ASK 6ទេកម្រិត1ហ្នឹងក៏បានដែរឥឡូវនេះគឺខាងសាលាកំពុងតែបន្តទទួលយកសិស្សថ្មីត្រឹមតែ50នាក់បន្ថែមទៀតទេហើយសម្រាប់ម៉ោងសិក្សាវិញគឺអាចជ្រើសរើសបានពីថ្ងៃច័ន្ទទៅថ្ងៃសុក្រហើយនឹងមានថ្ងៃសៅរ៍អាទិត្យផងដែរសម្រាប់ម៉ោងរៀនគឺយើងមានចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់ហើយទាំងអស់គ្នាក៏អាចសិក្សាផ្ទាល់នៅសាលាក៏បានចង់រៀនតាមអនឡាញក៏បានដែរចាប់អារម្មណ៍ចុះឈ្មោះចូលរៀនភ្លេចតាក់ទងមក Telegram ដែលមាននៅលើអេក្រង់នេះ